ជាប្លែកមែនមានហើយកីឡាប្រណាំងមេជីវិតឈ្មោះដំបងបង្អស់នៅលើលោកដែលធ្វើឡើងនៅលើទឹកដីអាមេរិកនៅក្នុងទីក្រុង Los Angeles កាលពីថ្ងៃសុក្រសប្តាហ៍មុនក្រោមប្រធានបទការប្រកួតប្រជែងសុខភាពបន្តពូជដំបងគេរបស់ពិភពលោកអ្នកប្រយុទ្ធនៅក្នុងសមរភូមិមេជីវិតនេះគឺនិស្សិតមកពីសាកលវិទ្យាល័យ Southern California មានឈ្មោះថា Tristan អាយុ20ឆ្នាំនិងនិស្សិត Azure អាយុ19ឆ្នាំដែលចូលរៀននៅសាកលវិទ្យាល័យ California នៅរដ្ឋ Los Angeles មេជីវិតរបស់ Legend ទាំងពីរគឺត្រូវបានដាក់ឲ្យហែលប្រណាំងគ្នាយ៉ាងស្វិតស្វាញក្រោមមីក្រូទស្សន៍ដោយមានការផ្សាយផ្ទាល់និងមានអ្នកចូលទស្សនាប្រហែលជា 4000 នាក់នៅក្នុងស្ទូឌីយោរបស់តារា Hollywood ល្បីៗទីបំផុត Tristan ត្រូវបានប្រកាសថាគឺជាអ្នកឈ្នះបន្ទាប់ពីមេជីវិតរបស់គាត់ធ្វើបានល្អក្នុងការប្រកួតចំនួន3លើកហើយបានស្ពាយរង្វាន់ជាសាច់ប្រាក់ចំនួន$10,000ត្រឡប់ទៅផ្ទះវិញកីឡាប្រណាំងមេជីវិតដំបងបង្អស់នៅលើលោកនេះទៀតសោតគឺចំណាយប្រាក់រៀបចំអស់ចំនួន$1,400,000ក្រោមគំនិតផ្ដួចផ្ដើមរបស់សហស្ថាបនិកវ័យក្មេងចំនួន3រូបគឺលោក Eric អាយុ17ឆ្នាំ Nick Smell អាយុ16ឆ្នាំនិង Sanfan អាយុ22ឆ្នាំដែលសិតតែជា influencer ដ៏មានប្រជាប្រិយភាពនៅសហរដ្ឋអាមេរិកសហស្ថាបនិកទាំង3បានបញ្ជាក់ថាពួកគេរៀបចំកីឡាប្រណាំងមេជីវិតនេះឡើងគឺដើម្បីលើកកម្ពស់ការយល់ដឹងអំពីសុខភាពនៃមេជីវិតឈ្មោះដែលភាគច្រើនកំពុងតែជួបវិបត្តិបញ្ហាគ្មានកូនដោយសារមីក្រូផ្លាស្ទិកនិងសារធាតុទប់ស្កាត់អរម៉ូនផ្សេងទៀតលេចវត្តមានកាន់តែច្រើនឡើងនៅក្នុងរបបអាហាររបស់មនុស្សលោកយើងនេះសូមបញ្ជាក់ថាសម្បត្តិសម្រាប់ចូលទស្សនាព្រឹត្តិការណ៍នេះគឺមានតម្លៃ$20ទៅ$40និង$999.99សម្រាប់សម្បត្តិ VIP